안녕하세요. ថ្ងៃហ្នឹងខ្ញុំមានមុខម្ហូបពិសេសមួយដើម្បីបងប្អូនអរគ្នាមើលគឺសម្លកកូរនឹងឯងខ្ញុំមកក្រែម3ខែហើយតែខ្ញុំមិនដែលបានញ៉ាំស្លកកូរទេអញ្ចឹងក៏បាយកំណត់ទៅកំងតាមអេបដើម្បីយកមកធ្វើញ៉ាំអ្នកនៅខ្មែរស្រួលហត់ធ្វើដោយសារអីមានគ្រឿង60តែនៅនេះណាចង់ញ៉ាំទៅយូរបានញ៉ាំឥឡូវយើងឈប់ហៀបហោបែងឆ្ងាយឥឡូវមកធ្វើមុខម្ហូបឲ្យយើងវិញម្ដងដំបូងយើងដាក់ខ្លាញ់ចូលសិនដើម្បីកុំឲ្យខ្លាយផ្ទះបន្ទាប់មកយើងក៏ដាក់គ្រឿងបុកយើងដែលយើងបានទិញនឹងដាក់ចូលមកហើយយើងលេងជាមួយគ្នាខ្ញុំមកបានផាជាមួយនឹងប្រហុកគេដោយសារអីវារៀងប្រៃខ្លាំងចឹងណាខ្ញុំក៏សម្រេចចិត្តផាជាមួយនឹងទឹកថៃរបស់ខ្មែរយើងទៅមិនបោះថៃណាបងប្អូនអរគ្នាកុំច្រឡំណាដល់មកទៀតខ្ញុំក៏បានដាក់ស្ករប៊ីចេងដាក់ចូលមួយគ្នាតែប៊ីចេងខ្ញុំមិនសូវផាច្រើនទេដោយសារអីគិតអនាគតទៅមុខចឹងណាអនាគតថងឲ្យសុខភាពយើងត្រូវតែស្រឡាញ់ចឹងយើងដាក់ប៊ីចេងបន្តិចបានហើយទៅជាបែងឆ្ងាយដល់ហើយខ្ញុំនេះហ្នឹងហើយបន្ទាប់មកយើងក៏ដាក់ថៃលេងចូលជាមួយគ្នានឹងឯងតែវីដេអូនេះដាក់ហើយបាននិយាយសំឡេងចឹងណាលេងបបបន្តិចឯងបងប្អូនគ្នាខើពេលយើងលេងចូលមួយគ្នាហើយយើងក៏បានដាក់បន្លែបន្តមកអញ្ចឹងយើងត្រូវដាក់ល្ពៅមុនដែលវារៀងហឹងណាហើយឆាប់អត់សូវផុយអញ្ចឹងយើងត្រូវដាក់មុនមកងាស់វាចោលអញ្ចឹងណាខើមួយទៀតខ្ញុំក៏បានដាក់សណ្តែកគួរហើយក៏ថែមតឹងទៀតពិសាអីឆ្នាំសឡលឹកដបងអញ្ចឹងណាទៅពេលហើយមានអារម្មណ៍ថាខ្លាយគៀនបន្ទាប់មកយើងក៏ដាក់ទ្រាប់ចុងក្រោយគេហើយមានអីទៀតគឺយើងត្រូវដាក់ទឹកថែមដើម្បីរងាស់វាហើយចុងក្រោយដែលយើងភ្លេចបានហ្នឹងគឺគេដាក់បងប្អូនអរគ្នាដឹងអត់អ្នកខ្លះគេដាក់លេងជាមួយនឹងថៃអញ្ចឹងទៅតែខ្ញុំចង់ដាក់វាខាប់ដល់ពេលក្រោយខ្ញុំមកងាស់វាឲ្យវាមានតែរៀងខាប់ហ្នឹងអញ្ចឹងដោយសារអីយើងចូលចិត្តបែបហ្នឹងអញ្ចឹងយើងក៏ដាក់តាមហ្នឹងទៅគឺអង្គលេងនឹងឯងខ្វះបានទេដាក់ទៅឈ្ងុយពេញផ្ទះតែម្ដងក៏លេងហ្នឹងយើងអាចដាក់មុនក៏បានក្រោយក៏បានតាមចំណង់ចំណូលចិត្តក្រោយពីយើងរងាស់ហើយរងចាំដល់សែនយូរហ្នឹងហើយយើងក៏បានរួចរាល់តមកខ្ញុំក៏បានដួសដាក់ក្នុងចានដើម្បីយកទៅញ៉ាំអញ្ចឹងទៅពេលស្លសម្លខ្មែរអញ្ចឹងបងប្អូនគ្នាមានតែញ៉ាំម្នាក់ឯងដោយសារពួកគាត់អាចចេះញ៉ាំទេអញ្ចឹងខ្ញុំត្រូវតែញ៉ាំម្នាក់ឯងហ្នឹងហើយស្លហ្នឹងក៏ដឹងថាមួយថ្ងៃអស់ហើយណាបងប្អូនអរគ្នាបន្ទាប់ពីដួសស្លដាក់នៅកន្លែងទឹកបាយហើយខ្ញុំក៏បានមកដួសបាយលើរួចរាល់អស់ហើយយកបាយហ្នឹងដាក់ជាមួយគ្នាហើយក៏ញ៉ាំទៅហើយមិនមែនតែមុខហ្នឹងបងប្អូនគ្នាមានផាន់ឆាន់ដែរអញ្ចឹងណានៅនេះភាគច្រើនគេញ៉ាំជាមួយនឹងផាន់ឆាន់ច្រើនខ្លាំងមែនតើអរគុណសម្រាប់ការទស្សនាបងប្អូនអរគ្នាបាយបាយអញ្ញង